បងស្រីហើយសកម្មភាពយើងដាក់កម្មដើមឈើមែនទេចាបាទយើងត្រៀមដាំដើមដៅអានេះក្នុង55តាមដងផងក្នុងផលិតតាមប្រសាទលើនេះយើងក្នុងការងារបងប្អូនជាកម្មងារយើងជាបងស្រីទៅតែយើងចំនួនមួយទឹកនេះយើងបានឥឡូវយើងកំពុងតែបន្តជីកម្ដៅនេះដើម្បីយើងដាក់ជីហើយយើងដាក់ជីអាចគោលាមកសัตว์អីហ្នឹងជីស្រីរៀងអីហ្នឹងដើម្បីយើងត្រៀមដាក់ដាំដើមកង្កោកដើម្បីលំអផ្លូវ55យើងនេះដែលអ្នកនាំលោកបានប្រគល់ជូនកិច្ចការនេះមកក្រុងនឹងមុតរដ្ឋបាលមូលដ្ឋានសង្កាត់ឃុំនិងភូមិឥឡូវនេះយើងកំពុងតែចលនាទាំងអស់គ្នាហើយយើងនៅតែបន្តសម្អាតបរិស្ថានដល់ផ្លូវយើងស្អាតហើយឥឡូវនេះយើងមានលូសម្រាប់ដាក់សម្រាមប៉ុន្តែវាមានការរីប៉ាយសាច់កាយវាពោះមានការរីប៉ាយនេះគឺស្នើសុំឲ្យបងប្អូនយើងយកមកដាក់នេះគឺសូមឲ្យដាក់ក្នុងលូចេះបាទដាក់លូនេះបាទតែយើងមានលូសម្រាប់ដាក់ទុកដាក់សម្រាមតាមដងផ្លូវគឺស្នើសុំបងប្អូនជួយកុំយកសម្រាមមកចោលក្រៅលូឲ្យសោះគឺយើងចោលក្នុងលូដើម្បីទុកស្កាត់ទី1ការរីប៉ាយសម្រាមតាមដងផ្លូវតាមដីទន្លេតាមដីសាធារណៈហ្នឹងអានេះវាជាប្រភេទផ្លាស្ទិកដែលយើងត្រូវគ្រប់គ្រងឲ្យអស់ពិភពផែនដីយើងជាពិសេសគឺយើងចលនាហៅថា climate change ប្រែប្រួលអាកាសធាតុហើយធ្វើឲ្យបរិស្ថានយើងជុំវិញខ្លួនយើងស្អាតរស់នៅស្អាតតាមបែបធម្មជាតិបាទសុខភាពតាមនេះរើប្រជាប្រចាំគាត់ថាក្នុងនេះវាអ្នកតាណាគាត់មកបងទៅស្កាយរំជើងស្អាតចលនានៃការស្អាតរបស់គ្នាគឺយើងត្រូវដើម្បីអីគេដើម្បីភាពស្អាតរបស់គ្នាហ្នឹងមូលដ្ឋានស្អាតឃុំស្អាតទៅវាស្អាតចង់ឲ្យស្អាតចឹងតែយើងដាក់រៀបចំលូប្រព័ន្ធលូទៅតាមដងផ្លូវយើងចង់ឲ្យចឹងឲ្យបងប្អូនយើងជិះម៉ូតូជិះកង់ជិះឡាននេះហ្នឹងមកមានសម្រាប់ដូចជាថង់កាហ្វេថង់ទឹកអំពៅឡប់ទឹកសុទ្ធអីក៏បោះចោលតាមដីសាធារណៈដងផ្លូវយើងមកដាក់លូផ្លុកទៅហើយចាំបងប្អូនបន្តដំណើរទៅមុខទៀតនេះគ្រាន់តែជាចលនាដើម្បីឲ្យបងប្អូនយើងចូលរួមទាំងអស់គ្នាសម្រាប់ខេត្តពោធិ៍សាត់ក្រុងពោធិ៍សាត់ក៏ដូចជាចលនាទាំងអស់គ្នាទូទៅ24ខេត្តក្រុងយើងមិនអាចធ្វើបានតែនេះគ្រាន់តែជា concept ចលនារបស់រដ្ឋបាលក្រុងពោធិ៍សាត់ដែលបន្តអនុវត្តឲ្យក្រុងពោធិ៍សាត់ស្អាតជាទីក្រុងស្អាតហើយឆ្នាំនេះទីពោធិ៍សាត់យើងទទួលបានមណ្ឌល3ទងក្នុងការប្រកួតប្រជែងប្រឡងបណ្ដាំងទីក្រុងស្អាត2026-2029អរគុណបងប្អូនបាទ